បាទជាដំបូងសូមលំអរកាយគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសសិស្សនិស្សិតដែលបានចូលសិក្សានៅក្នុងថ្នាក់ PLP ហើយមានចម្ងល់ទាក់ទងទៅនឹងការ log in ចូលទៅក្នុង account ខ្លួនឯងហើយនៅក្នុងការរៀនមានទូរស័ព្ទមួយចំនួនហ្នឹងគឺគាត់បាន download PLP ហ្នឹងដាក់នៅលើអេក្រង់កញ្ចក់ទូរស័ព្ទខ្លួនស្រេចអញ្ចឹងអត់មានឯការពិបាកទេយើងចូលទៅដល់ដោយសារតែក្នុងហ្នឹងវាបានរក្សាទុករួចអស់ហើយអញ្ចឹងយើងចូលទៅបានតែម្ដងប៉ុន្តែសម្រាប់បងប្អូនមួយចំនួនអត់បាន download PLP ចេញពីនេះឧបករណ៍ជ្រោមមួយនេះទេអញ្ចឹងបងប្អូនគ្រាន់តែចូលក្នុង PLP នឹងដដែលទៅរួចហើយបងប្អូនគ្រាន់តែវាយពាក្យថា PLP ពេលខ្លះវារក្សាទុកព័ត៌មានទាំងអស់នៅក្នុងជ្រោមនឹងរួចរាល់ហើយអូនមិនបាច់បញ្ចូលអ្វីតទៀតទេប៉ុន្តែបើសិនជាបងអូនមិនបានរក្សាទុកទិន្នន័យទេបងអូនត្រូវបញ្ចូលគណនីរបស់បងអូនឬក៏ពេលខ្លះយើងអូសចុះក្រោមមកយើងនឹងឃើញរាល់ទិន្នន័យដែលយើងបានរក្សាទុកនៅត្រង់ហ្នឹងបាទអញ្ចឹងលោកគ្រូចូលឧទាហរណ៍មួយអញ្ចឹងណាលោកគ្រូចូលសាណាអញ្ចឹងទៅបាទហ្នឹងឃើញទេនេះដោយសារតែលេខកូដខុសលោកគ្រូអាចចូលបានទេតើអាចធ្វើយ៉ាងម៉េចបានបាទអូនអាចសុំការអនុញ្ញាតពីលោកគ្រូបាទនេះអញ្ចឹងយើងអាចសុំជំនួយពីលោកគ្រូណាអូនចុចត្រង់ហ្នឹងមកហើយថតឲ្យលោកគ្រូអ្នកគ្រូ scan ហើយរើសឈ្មោះប្អូនពេលនោះប្អូននឹងអាចចូលប្រើបានហើយប៉ុណ្ណឹងសម្រាប់ការមានបញ្ហាទាក់ទងទៅនឹងការចូលគណនីរបស់ខ្លួនមិនបានតែទាក់ទងទៅនឹងការរៀនសូត្រលោកគ្រូមានប្អូនម្នាក់គាត់សួរលោកគ្រូតាក់ទងនឹងការរៀនសូត្រលោកគ្រូក៏ផ្សារភ្ជាប់រឿងហ្នឹងទៅជាមួយគ្នាតែម្ដងបើកលេចមកមើលការចូលរៀនសូត្រលោកគ្រូមូលហេតុលោកគ្រូមិនបាច់ចូលទៅក្នុង account ក៏បានដែរលោកគ្រូរៀនបានលោកគ្រូចូលថ្នាលបឋមអូខេលើសាយតូចអូខេចូលគណនីអូខេលោកគ្រូត្រូវចូលគណនីមួយសិនណាលោកគ្រូចូលគណនីមួយនេះអញ្ចឹងលេខកូដរបស់លោកគ្រូចូលគណនីមួយសិនបាទចូលគណនីមួយឥឡូវលោកគ្រូចូលបានហើយបន្តមកទៀតលោកគ្រូទៅរកថ្នាក់របស់លោកគ្រូអញ្ចឹងទៅមកគណិតវិទ្យាលោកគ្រូបើករៀនទៅតាមហ្នឹងអញ្ចឹងទៅបាទអរគុណច្រើនមានប៉ុណ្ណឹងមានចម្ងល់មានបញ្ហាអ្វីទាំងអស់គ្នាអាចសួរនាំបន្ថែមបានអរគុណច្រើនសូមជម្រាបលា